ម្ដាយក្មេកសរសើរផ្ទះដែលធំទូលាយនិងគួរឲ្យចាប់អារម្មណ៍ដោយកត់សម្គាល់ថាពួកគេមិនបានរួមចំណែកហិរញ្ញវត្ថុទេសំឡេងទ្វាររត់លឺនៅពេលយប់ជ្រៅធ្វើឲ្យម្ដាយត្រូវទៅបើកទ្វារម្ដាយក្មេកបានបង្ហាញខ្លួននៅមាត់ទ្វារជាមួយស្ត្រីម្នាក់ដែលមិនស្គាល់ត្រឹមតែមួយថ្ងៃមុនថ្ងៃរៀបការម្ដាយក្មេកបានស្នើសុំកូនក្រមុំខ្ចីប្រាក់ឲ្យស្ត្រីនោះដោយអះអាងថានាងជាសាច់ញាតិនិងកំពុងមានតម្រូវការកូនក្រមុំព្រមប្រគល់កាត់ភ្ជាប់ពាក្យរបស់នាងដែលមានទឹកប្រាក់ចំនួន700,000 យន់ឲ្យពួកគេដែលធ្វើឲ្យពួកគេសប្បាយចិត្តយ៉ាងខ្លាំងស្ត្រីនោះបានប្រកាសពីចេតនារបស់នាងក្នុងការប្រគល់កាត់ជូនម្ដាយរបស់គូដណ្ដឹងវិញដែលបង្ហាញពីការបញ្ចប់ការភ្ជាប់ពាក្យម្ដាយរបស់នាងបង្ហាញការសោកស្ដាយនិងព្យាយាមបញ្ចុះបញ្ចូលនាងកុំឲ្យលុបចោលពិធីមង្គលការដោយទូចឲ្យនាងពិចារណាឡើងវិញម្ដាយរបស់គូដណ្ដឹងបន្ទាប់ពីបានឮថាពិធីមង្គលការត្រូវបានលុបចោលនោះបានចាក់ចេញយ៉ាងឆាប់រហ័សដោយមិនអើពើនឹងកាត់ដែលនាងត្រូវយកទៅទេម្ដាយរបស់ស្ត្រីនោះនៅតែបន្តគាំទ្រការរៀបការដោយលើកឡើងពីគុណសម្បត្តិល្អរបស់គូដណ្ដឹងនិងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុម្ដាយក្មេករបស់តួឯកស្រីបានព្យាយាមបញ្ឆោតនាងដោយកាត់ធនាគារក្លែងក្លាយចំនួន700,000ដោយអះអាងថាវាសម្រាប់ទិញផ្ទះប៉ុន្តែតួឯកស្រីបានបដូរលេខសម្ងាត់ចោលរួចហើយក្នុងពេលដែលតួឯកស្រីចូលក្នុងពិធីមង្គលស្រាប់តែមានស្ត្រីម្នាក់ស្លៀកពាក់ពណ៌ក្រហមបានរំខានកាច់ជាការអុកលុកនិងទោះបីជាមានរឿងរ៉ាវដ៏ច្របូកច្របល់ពីមុនក៏ដោយក៏ម្ដាយក្មេកបានស្នើសុំឲ្យតួឯកស្រីជួយលុយដល់ស្ត្រីដែលកំពុងជំនួសដោយសង្កត់ធ្ងន់ថាពួកគេឥឡូវនេះជាគ្រួសារតែមួយម្ដាយម្នាក់ត្រូវបានសួរអំពីការខ្សឹបប្រាប់ជាមួយសាច់ញាតិម្នាក់ដែលពីមុនធ្លាប់បានស្នើសុំប្រាក់កម្ចីចំនួនច្រើនម្ដាយបានណែនាំកូនក្រមុំឲ្យខ្ចីប្រាក់ទៅឲ្យសាច់ញាតិនោះដែលជាហេតុបង្កឲ្យមានភាពតានតឹងនៅក្នុងពិធីមង្គលម្ដាយបង្ហាញការមិនសប្បាយចិត្តដែលដំបូន្មានរបស់គាត់មិនត្រូវបានគេយកចិត្តទុកដាក់ហើយឆ្ងល់ថាហេតុអ្វីបានជាកូនក្រមុំមិនព្រមខ្ចីប្រាក់នោះកូនក្រមុំបានចាប់មីក្រូហ្វូនហើយថ្លែងអំណរគុណយ៉ាងប្រយោជន៍ដល់សាច់ញាតិដែលបាននាំមកនូវភាពរំភើបដល់ថ្ងៃរៀបការរបស់នាង